ជារឿយៗយើងតែងតែជួបបញ្ហា file រូបភាពនៅលើ file PDF ហ្នឹងអត់ច្បាស់ដោយអ្នកទាំងអស់គ្នាឃើញ file ដែលខ្ញុំបង្ហាញនេះអញ្ចឹងគឺរូបភាពគឺអត់ច្បាស់ទេវាមានគុណភាពទាបដែលយើងមើលទៅគឺបែកព្រីលតែម្ដងអញ្ចឹងខ្ញុំមានវិធីសាស្ត្រមួយដើម្បីបង្ហាញទាំងអស់គ្នាក្នុងការដោះស្រាយបញ្ហានេះទី1អ្នកទាំងអស់គ្នាបើក file PDF ហ្នឹងមកហើយបន្ទាប់មកយើងមើល tab ខាងលើរើសយកពាក្យថា edit នេះ edit tab នេះយើងចុចលើវាមកបន្ទាប់មក scroll ចុះក្រោមយើងរើសយកពាក្យ edit a PDF នេះចុចលើពាក្យ edit a PDF មកបន្ទាប់មកទៀតយើងចុចនៅលើរូបភាពដែលអត់ច្បាស់ហ្នឹងដែលព្រាលហ្នឹងមករួចយើងម៉ៅស្ដាំឬក៏ right click បន្ទាប់មកទៀតយើងរើសយកពាក្យថា replace image នេះ replace image នៅខាងក្រោមនេះចុចលើវាទៅបន្ទាប់មកវានឹងចូលទៅឲ្យយើងរើសយករូបភាពដែលយើងចង់ផ្លាស់ប្ដូរដែលច្បាស់ជាងមុនហ្នឹងគឺយើងរើសមកនេះខ្ញុំមានរូបភាពនេះខ្ញុំចុចលើរូបភាពហ្នឹងមកបន្ទាប់មកចុច open នេះវាលោតចូលហើយនេះអ្នកទាំងអស់គ្នាឃើញរូបភាពនេះគឺច្បាស់ហ្មងគុណភាពច្បាស់ហ្មងអត់មានបែកស្កាដូចមុនទេបន្ទាប់មកយើងមើលទៅខាងនេះគឺយើងចុចពាក្យថា close មកគឺជាការស្រេចនេះអ្នកទាំងអស់គ្នាបាន file PDF មួយដែលមានរូបភាពច្បាស់គុណភាពខ្ពស់ជាងមុនណាអរគុណសម្រាប់ការទស្សនាក្នុងវីដេអូនេះជួបគ្នានៅវីដេអូក្រោយ